ការពិនិត្យអក្ខរាវិរុទ្ធគឺជាកិច្ចការមូលដ្ឋានមួយដែលចាំបាច់ជាទូទៅបើក្នុងភាសាអង់គ្លេសយើងប្រើវាជារៀងរាល់ថ្ងៃ and ហើយការពិនិត្យអក្ខរាវិរុទ្ធហ្នឹងបាទវាមានសារៈសំខាន់ហើយនឹងមានការប្រើប្រាស់យ៉ាងទូលំទូលាយ and ការពិនិត្យអក្ខរាវិរុទ្ធសម្រាប់ភាសាអង់គ្លេសឬក៏ភាសាមួយដែលខ្ញុំហៅថា high resource language ហ្នឹងដូចជាភាសាជប៉ុនកូរ៉េឬក៏ចិនគឺមានភាពត្រឹមត្រូវខ្ពស់ដោយសារភាសាទាំងអស់ហ្នឹងគេមានធនធានគេមានទិន្នន័យគេមានច្បាប់ដែលអាចងាយស្រួលក្នុងការយកមកប្រើប្រាស់ក្នុងការកែអក្ខរាវិរុទ្ធផ្ទុយទៅវិញការពិនិត្យអក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរនៅតែជាបញ្ហាប្រឈមខ្ញុំអាចនិយាយថាបើសិនជាយើងនិយាយក្នុងបរិបទស្រាវជ្រាវថាជា unsolved problem ឬក៏បញ្ហាដែលយើងអត់ទាន់ដោះស្រាយបានអញ្ចឹងហ្នឹងគឺជាមូលហេតុដែលយើងទាំងអស់គ្នាមកអង្គុយនៅក្នុងអង្គសិក្ខាសាលានៅក្នុងថ្ងៃនេះបើយើងពិនិត្យទៅលើឫសគល់មួយចំនួនហេតុអីបានការពិនិត្យអក្ខរាវិរុទ្ធនៅក្នុងភាសាខ្មែរការលំបាកហើយនៅតែជាបញ្ហាដែលនឹងមិនទាន់ដោះស្រាយបានបញ្ហាទី1បាទគឺយើងមានភាពខុសគ្នាជាទូទៅមុននឹងយើងអាចបំបែកជាស្រេចមុននឹងយើងអាចពិនិត្យពាក្យនឹងខុសលុះត្រាតែយើងយកពាក្យមកប្រយោគនឹងទៅពុះបំបែកពាក្យអញ្ចឹងយើងត្រូវការ model មួយដើម្បីអាចបំបែកពាក្យបានដោយសារភាសាខ្មែរយើងសរសេរយើងអត់មានសញ្ញាដក clear space ហ្នឹងបាទដូចភាសាអង់គ្លេសអញ្ចឹងក្នុងន័យហ្នឹងយើងយកប្រយោគយើង run model បំបែកពាក្យបន្ទាប់មកទៀតយើងបានពាក្យមួយហើយដើម្បីដឹងថាពាក្យនឹងខុសតតែយើងទៅឆែកយើងយកទៅប្រៀបធៀបពាក្យនៅក្នុងវចនានុក្រមបើសិនជាមាននៅក្នុងវចនានុក្រមយើងគិតថាពាក្យនឹងត្រូវបើសិនជាអត់មានទេអញ្ចឹងយើងសន្មតថាពាក្យនឹងគឺមានកំហុសអក្ខរាវិរុទ្ធក៏ប៉ុន្តែជាទូទៅបាទយើងអត់មានស្តង់ដារដែលបំបែកពាក្យនឹងដែលយើងឯកភាពគ្នាជារួមថា model ហ្នឹងគឺជាស្តង់ដារដែលយើងប្រើសម្រាប់ភាសាខ្មែរអញ្ចឹងអ្នកស្រាវជ្រាវផ្សេងគ្នាគាត់កសាងទិន្នន័យដើម្បីយកទៅបំបែកពាក្យនឹងរៀងអញ្ចឹងគាត់មាននិយមន័យនៃពាក្យហ្នឹងដែលគាត់មានហ្នឹងគឺខុសផ្សេងទៀតអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងយក model ហ្នឹងទៅប្រើបំបែកចេញជាពាក្យមកក៏ប៉ុន្តែពាក្យហ្នឹងឧទាហរណ៍ជាពាក្យមើលឃើញថាតើអាហ្នឹងគួរជាមួយពាក្យឬក៏ជាពីរពាក្យអញ្ចឹង model ខ្លះគាត់ទុកពាក្យមើលឃើញអាហ្នឹងគួរតែជាមួយពាក្យដល់ពេលយើងយកទៅឆែកនៅក្នុងវចនានុក្រមយើងអត់មានពាក្យមើលឃើញតែមួយពាក្យហ្នឹងជាទូមានពាក្យមើលហើយនឹងឃើញនឹងពាក្យដាច់គ្នាអញ្ចឹងភាពស៊ីគ្នាភាពមិនឯកភាពគ្នានៃវចនានុក្រមពាក្យដែលមាននៅក្នុងវចនានុក្រមជាមួយនឹង model បំបែកពាក្យគឺជាប្រភពមួយដែលធ្វើឲ្យពាក្យហ្នឹងយើងចាត់ទុកថាជាកំហុសអក្ខរាប៉ុន្តែធៀបពិតប្រហែលជាមិនមែនជាកំហុសអក្ខរាវិរុទ្ធទេទី2ភាសាខ្មែរយើងមានទម្រង់សរសេរច្រើនហ្នឹងក្នុងន័យថាយើងអាចសរសេរជាព្យាង្គរាយឬព្យាង្គទម្រួតដែលអាចបញ្ចេញសំឡេងដូចគ្នាក៏ប៉ុន្តែទម្រង់សរសេរខុសគ្នាក្នុងន័យនេះបាទខ្ញុំអត់អាចទៅវិតម្លៃថាទម្រង់ណាត្រឹមត្រូវទេក៏ប៉ុន្តែដូចជាពាក្យតម្លៃអញ្ចឹងបាទយើងអាចសរសេរជារាយឬក៏ព្យាង្គទម្រួតអញ្ចឹងពាក្យត្រូវបាទគួរតែជាពាក្យដែលមាននៅក្នុងវចនានុក្រមស្តង់ដាររបស់ខ្មែរយើង and 3បាទខ្មែរយើងបាទយើងបង្កើតពាក្យដោយបង្គំហ្នឹងបាទឬក៏ផ្សំយើងយកពាក្យទៅផ្សំចូលគ្នាយើងងាយស្រួលនឹងបង្កើតហើយពាក្យផ្សំខ្លះយើងទៅឆែកនៅក្នុងវចនានុក្រមគឺអត់មានទេយើងអាចបង្កើតពាក្យថ្មីបានច្រើនដោយសារផ្គុំចូលគ្នាដល់ពេលយើងទៅឆែកក្នុងវចនានុក្រមអត់មានអញ្ចឹងយើងចាត់ទុកថាពាក្យហ្នឹងគឺជាពាក្យខុសដែរកំហុសអក្ខរាវិរុទ្ធដែរតែគិតពិតទៅប្រហែលជាមិនខុសទេ and ចំណុចទី4បាទនៅក្នុងការសរសេរជាទូទៅក្នុងប្រយោគមួយបាទយើងមានពាក្យដែលស្ថិតនៅក្នុងដែលមាននៅក្នុងវចនានុក្រមយើងមានពាក្យដែលជាយើងហៅថាអសាធារណនាមបាទនៅក្នុងភាសាអង់គ្លេសយើងហៅថា proper noun ហ្នឹងដែលជាឈ្មោះមនុស្សអញ្ចឹងឈ្មោះមនុស្សបាទជាទូទៅខ្មែរយើងឥឡូវអ្នកខ្លះគាត់ចូលចិត្តដាក់ឈ្មោះបែបអឺរ៉ុបអីចឹងទៅឈ្មោះហ្នឹងបើយើងទៅឆែកនៅក្នុង dictionary នៅក្នុងក្រមគឺអត់មានទេអញ្ចឹងដល់ពេលអញ្ចឹងយើងចាត់ទុកថាហ្នឹងគឺជាកំហុសកំហុសអក្ខរាវិរុទ្ធក៏ប៉ុន្តែធៀបពិតគឺជាឈ្មោះមនុស្សហើយបើសិនជាឈ្មោះមនុស្សបាទយើងអត់គួរកែទេទោះគាត់ទៅសេខុសក៏យើងអត់គួរកែដែរចំណុចចុងក្រោយបាទ
ដោយសារបច្ចុប្បន្នហ្នឹងយើងអត់ទាន់មាន model មួយដែលយើងហៅថា name entity recognition model គឺជា model មួយដែលយើងអាចដឹងថាពាក្យហ្នឹងគឺជានាមធម្មតាឬក៏ជាអសាធារណនាមអញ្ចឹងយើងអត់ទាន់មាន model ហ្នឹងទេអញ្ចឹងពេលខ្លះយើងឃើញឈ្មោះយើងព្យាយាមកែឈ្មោះជាយើងដោយសារយើងអត់ដឹងថាហ្នឹងជាឈ្មោះបាទបើនិយាយអំពីដំណោះស្រាយការវិរុទ្ធបច្ចុប្បន្នដែលយើងមានអាស្រ័យទៅលើការស្រាវជ្រាវការស្រាវជ្រាវហ្នឹងបាទមិនរួមបញ្ចូលទាំងអស់គ្រប់ដំណោះស្រាយអក្ខរាវិរុទ្ធទាំងអស់ដែលមានជាបច្ចុប្បន្នទេក៏ប៉ុន្តែបេសទៅលើអាស្រ័យទៅលើអីដែលខ្ញុំអាចស្រាវជ្រាវបាននៅលើអញ្ចឹងខ្ញុំអាចវាយតម្លៃបានថាដំណោះស្រាយបច្ចុប្បន្នដែលយើងមានពេលដែលយើងកែអក្ខរាវិរុទ្ធជាទូទៅគឺយើងគឺអាស្រ័យទៅលើពាក្យមានន័យថាម៉េចបាទមានន័យថាយើងយកប្រយោគយើងយកហ្នឹងទៅបំបែកពាក្យយើងបានពាក្យហើយបើពាក្យហ្នឹងអត់មាននៅក្នុងវចនានុក្រមទេយើងនឹងព្យាយាមរកពាក្យណាដែលនៅក្នុងវចនានុក្រមហ្នឹងដែលគៀកទៅនឹងពាក្យខុសហ្នឹងដែលអាចយកមកជំនួសបានក៏ប៉ុន្តែដំណោះស្រាយបែបហ្នឹងបាទវានៅមានចំណុចខ្វះខាតមួយចំនួនដែលដូចខ្ញុំបានលើកឡើងបាទហើយម្យ៉ាងវិញទៀតបាទនៅក្នុងពាក្យខ្មែរពេលខ្លះបាទយើងអត់អាចកែដោយគ្រាន់តែឃើញពាក្យខុសហើយយើងរកពាក្យណាដែលគៀកទៅនឹងពាក្យខុសហ្នឹងពីវចនានុក្រមមកជំនួសទេយើងត្រូវគិតទៅលើជ្រុងម្ខាងទៀតគឺអត្ថន័យយើងហៅថា semantic អូខេបាទនេះគឺជាឧទាហរណ៍មួយនៃព័ន្ធកែអក្ខរាវិរុទ្ធពី website មួយឈ្មោះខ្មែរឡើងដែល website ហ្នឹងបាទគឺ free ទេបាទអ្នកណាក៏អាចចូលទៅប្រើប្រាស់យើងអាចដាក់ប្រយោគឬក៏យើងដាក់កថាខណ្ឌទៅអញ្ចឹងនៅខាងក្រោយហ្នឹងនៅក្នុង website ហ្នឹងបាទគេនឹងយកប្រយោគឬក៏កថាខណ្ឌហ្នឹងពុះទៅជាពាក្យហើយបើពាក្យហ្នឹងអត់មាននៅក្នុងវចនានុក្រមគាត់នឹងflag គាត់នឹងបង្ហាញថាពាក្យហ្នឹងដាក់បន្ទាត់ក្រហមមកថាពាក្យហ្នឹងខុសហើយបើសិនតែយើង click ទៅយើងនឹងឃើញពាក្យដែលគាត់យកមកជំនួសអាចយកមកធ្វើឲ្យវាត្រឹមត្រូវវិញនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញហើយជាទូទៅពាក្យយើងអាចយកពាក្យទាំងអស់ជំនួសទេជាទូទៅយើងរកពាក្យណាដែលមានទម្រង់សរសេរគៀកជាងគេពាក្យដែលខុសហ្នឹងហើយទម្រង់សរសេរដែលគៀកជាងគេទៅពាក្យដែលខុសហ្នឹងគឺយើងអាស្រ័យទៅលើ metric មួយគេហៅថា edit distance ឬក៏ Levenson distance អញ្ចឹងដោយឃើញមានភាពខ្វះខាតឬក៏បញ្ហានៅដំណោះស្រាយបច្ចុប្បន្នក៏ដូចជាបញ្ហាប្រឈមដែលយើងកំពុងមានអញ្ចឹងក្រុមការងារខ្ញុំបាទក៏បានpropose នៅដំណោះស្រាយថ្មីមួយនៅក្នុងន័យហ្នឹងបាទយើងចាប់ផ្ដើមពីចំណុចទី1យើងមើលទៅលើការបំបែកពាក្យវិញអញ្ចឹងដើម្បីអាចឲ្យយើងធ្វើការកែកំហុសអក្ខរាវិរុទ្ធនឹងបានកាន់តែល្អmodel បំបែកពាក្យយើងបាទយើងត្រូវបំបែកទៅដល់កម្រិតខ្ញុំហៅពាក្យថា morpheme ហ្នឹងបាទគឺ morpheme ហ្នឹងយើងកំណត់នៅក្នុងភាសាអង់គ្លេសគេហៅថា the smallest meaningful unit of word អញ្ចឹងក្នុងន័យហ្នឹងគឺកម្រិតតូចបំផុតដោយពាក្យមើលឃើញមានន័យថាយើងពុះបំបែកជាពាក្យមើលហើយនឹងឃើញហើយក៏ប៉ុន្តែបើសិនជាយើងឃើញ underscore អាសញ្ញាគូសក្រោមហ្នឹងបាទបញ្ជាក់ថាពាក្យពីរហ្នឹងគឺជាពាក្យពីរផ្គុំចូលគ្នាមានពាក្យមើលមួយឃើញមួយអញ្ចឹងខ្ញុំដឹងថាពាក្យហ្នឹងគឺជាពាក្យផ្គុំហើយខ្ញុំដឹងថាផ្គុំហ្នឹងកើតចេញពីពាក្យពីរទៀតគឺពាក្យមើលហើយនឹងឃើញអញ្ចឹងនៅពេលដែលខ្ញុំមូលហេតុអីដែលខ្ញុំចង់ធ្វើអញ្ចឹងបើសិនជាខ្ញុំមើលឃើញហ្នឹងជាពាក្យបន្សំទៅឆែកនៅក្នុង dictionary នៅក្នុងវចនានុក្រមបើសិនជាពាក្យហ្នឹងអញ្ចឹងមានខ្ញុំអត់ទាន់គិតថាពាក្យហ្នឹងគឺខុសទេខ្ញុំយកពាក្យបង្គំតូចមួយហ្នឹងទៅឆែកមើលទៀតបើសិនជាបង្គំមួយត្រូវអញ្ចឹងមានន័យថាពាក្យហ្នឹងគឺត្រូវក៏ប៉ុន្តែគ្រាន់តែថាពាក្យបន្សំហ្នឹងគឺវាអត់មាននៅក្នុងវចនានុក្រមភាសាខ្មែរយើងទី2ដើម្បីអាចឲ្យយើងកែឬក៏យើងអាចកំណត់ថាពាក្យខ្មែរ2គឺជាពាក្យតែមួយមានទម្រង់សរសេរ2ដូចជាពាក្យចម្រៀង
ពាក្យតម្លៃបាទយើងមានតម្រងសរសេរជារាយឬក៏តម្រួតដើម្បីអាចឲ្យខ្ញុំកំណត់ថាតើយើងសរសេរជារាយឬក៏តម្រួតយើងសរសេរពាក្យតែមួយលុះត្រាតែខ្ញុំប្រៀបធៀបទៅលើសំឡេងអញ្ចឹងខ្ញុំយកក្នុងន័យហ្នឹងមានន័យថាខ្ញុំត្រូវការកសាងឬក៏បង្រៀន model មួយដែលយើងហៅថា grapheme to phoneme ឬក៏ G2P ខ្ញុំយកធាតុចូលគឺជាអក្សរខ្មែរបន្ទាប់មកទៀតខ្ញុំចេញមកវិញគឺ phonetic symbol representation នៃអក្សរខ្មែរអញ្ចឹងបើជាយើងសរសេររាយដោយតម្រួតដោយដល់ពេលយើងបំលែងវាទៅជា phonetic symbol ទៅពាក្យពីរហ្នឹងមាន phonetic symbol ហ្នឹងគឺដូចគ្នាអញ្ចឹងខ្ញុំអាចកំណត់ថាខ្ញុំអាចដឹងថាគាត់សរសេរហ្នឹងគឺមិនមែនកំហុសអក្ខរាវិរុទ្ធទេគ្រាន់តែថាគាត់សរសេរជាព្យាង្គរាយនិងព្យាង្គតម្រួតអញ្ចឹងយើងអាចយកទៅឆែកមើលក្នុង dictionary ថាតើពាក្យចម្រៀងឬក៏ពាក្យតម្លៃយើងគួរសរសេរជាព្យាង្គរាយនិងព្យាង្គតម្រួតតមកទៀតយើងអាចរកពាក្យមកជំនួសឲ្យត្រឹមត្រូវ and ចំណុចទី3បាទដើម្បីអាចឲ្យយើងដោះស្រាយជាមួយនឹងពាក្យដែលជាអសាធារណនាមដែលជាឈ្មោះនៅក្នុងប្រយោគដែលយើងតែងតែសរសេរអញ្ចឹងខ្ញុំត្រូវការប្រើ model name entity recognition ហ្នឹងគឺយើងយកប្រយោគភាសាខ្មែរបន្ទាប់មកទៀតយើងនឹងកំណត់ដឹងថាតើនៅក្នុងប្រយោគហ្នឹងពាក្យណាដែលជាឈ្មោះអញ្ចឹងបើសិនជាឈ្មោះយើងដឹងថាភាគច្រើនគឺអត់មាននៅក្នុងវចនានុក្រមអញ្ចឹងយើងអាច skip បានយើងអាចរំលងចោលដោយមិនចាំបាច់ធ្វើតែកំហុសអក្ខរាវិរុទ្ធចំណុចចុងក្រោយគឺជាទូទៅបាទកាលណាខ្ញុំដឹងពាក្យមួយខុសខ្ញុំយកទៅស្វែងរកនៅក្នុងវចនានុក្រមវាអាចមានពាក្យច្រើនដែលខ្ញុំយកមកជំនួសពាក្យខុសហ្នឹងអញ្ចឹងដើម្បីអាចឲ្យខ្ញុំរើសពាក្យដូចទៅហៅថាឥឡូវពាក្យខុសមួយមានពាក្យ5ដែលអាចយកទៅជំនួសពាក្យខុសហ្នឹងអញ្ចឹងដើម្បីអាចឲ្យខ្ញុំយកពាក្យមួយយកទៅសន្មតថាពាក្យហ្នឹងគួរតែយើងអាចយកទៅកែបានលុះត្រាតែពាក្យហ្នឹងយើងកែទៅប្រយោគហ្នឹងវាមានន័យពេញលេញអញ្ចឹងដើម្បីកំណត់ថាប្រយោគហ្នឹងមានន័យពេញលេញខ្ញុំត្រូវការ build ឬក៏បង្រៀន model មួយដែលយើងហៅថា language model ឬក៏ភាសាគំរូនៅក្នុងភាសាគំរូគឺជាដូច chat GPT អីដូចដែលយើងធ្លាប់ឮក៏ប៉ុន្តែបើសិននិយាយពីនៃបច្ចេកទេសភាសាគំរូវាកណនាតែមួយទេថាប្រយោគហ្នឹងវាមានប្រូបាបខ្ពស់ឬក៏ទាបបើសិនតែយើងយកពាក្យដែលទៅជំនួសទៅវាធ្វើឲ្យខូចអត្ថន័យអញ្ចឹងយើងកណនាប្រូបាបទៅប្រូបាបវាទាបហើយបើសិនជាពាក្យនឹងជំនួសទៅវាធ្វើឲ្យប្រយោគនឹងមានន័យពេញលេញអញ្ចឹងប្រូបាបវាខ្ពស់អញ្ចឹងខ្ញុំអាចនៅក្នុងពាក្យ4 5ខ្ញុំអាចទៅកំណត់យកពាក្យណាដែលធ្វើឲ្យប្រយោគនឹងមានន័យពេញលេញដោយអាស្រ័យប្រូបាបដែលយើងកណនាពីភាសាគំរូបន្តមកទៀតបាទក៏នៃជាបច្ចេកទេសទៅលើអ្វីដែលខ្ញុំបានលើកឡើងអញ្ចឹងនៅក្នុងដើម្បីអាចបង្រៀន model បំបែកពាក្យនៅលើកម្រិត Morphing ហ្នឹងបាទគឺបាទដំបូងខ្ញុំត្រូវប្រមូលទិន្នន័យសូត្រទិន្នន័យនេះគឺបាទគឺអាស្រ័យទៅលើអ្នកស្រាវជ្រាវនៅខាងក្រសួងប្រេសនីមកបាទខ្ញុំយកទិន្នន័យហ្នឹងហើយខ្ញុំព្យាយាមបង្រៀន model ខ្លួនឯងថ្មីដោយអាស្រ័យទៅលើការគំរូរបស់ Facebook AI យើងហៅថា Llama 2 model អញ្ចឹងនៅក្នុង model ហ្នឹងបាទខ្ញុំដាក់អក្សរខ្មែរយើងចូលទៅបន្ទាប់មកទៀតអ្វីដែលវានឹង return ឬក៏ជាផ្នែកដែលវា produce ចេញមកបាទគឺវាដឹងថាពាក្យហ្នឹងគឺជាពាក្យបន្សំឬក៏ពាក្យហ្នឹងគឺជាពាក្យដាច់តែមួយពាក្យand បើសិនជាពាក្យបន្សំយើងត្រូវដឹងទៀតថាតើយើងបន្សំយើងហៅថាជា compound ហ្នឹងបាទឬក៏ជាពាក្យបន្សំរបៀបយើងបន្ថែមដើមឬបន្ថែមចុងអញ្ចឹងយើងមានសញ្ញាខុសគ្នាពេលណាដែលពាក្យហ្នឹងគឺបន្ថែមដើមយើងមានដូចជាពាក្យអ្នកចម្រៀងអញ្ចឹងបាទមានន័យថាអ្នកពេលហ្នឹងយើងមានអាសញ្ញានេះខ្ញុំអត់ដឹងថាម៉េចមានន័យថាបន្ថែមដើមហើយបើសិនជាទំនើបកម្មអញ្ចឹងកម្មគឺជាបន្ថែមចុងអញ្ចឹងយើងដឹងពាក្យហ្នឹងគឺជាបន្សំហើយយើងដឹងផ្នែកមួយនៃពាក្យហ្នឹងគឺជាអីគេគឺជាពាក្យយើងយកទៅផ្គុំឬក៏ពាក្យបន្ថែមដើមបន្ថែមចុងទី2បាទដូចគ្នាដែរបាទយើងអាស្រ័យទៅលើបច្ចេកវិទ្យាថ្មីដែរដែលយើងហៅថា transformer ដែលគេ transformer ហ្នឹងបាទគឺជា neural network technology ដែលយើងយកទៅបង្រៀន model ដូច chat GPT បាទឬក៏ភាសាគំរូអញ្ចឹងខ្ញុំបាន model មួយដែលយកអក្សរបាទ input ហ្នឹងគឺជាអក្សរខ្មែរបន្ទាប់មកទៀតយើងនឹងផលិតវាចេញជា output ហ្នឹងបាទគឺជា phonetic representation ឬក៏យើងហៅថាសញ្ញា phonetic នៃ
អសហ្នឹងដែលយើងអាចអានចេញអញ្ចឹងបើសិនជាពាក្យហ្នឹងបាទឧទាហរណ៍ពាក្យដំឡៃអញ្ចឹងបាទបើសិនជាយើងទៅសេព្យាង្គរាយនិងព្យាង្គតម្រួតយើងយកវាទៅប្រៀបធៀបគ្នាទៅលើទម្រង់សរសេរហ្នឹងគឺយើងប្រៀបធៀបអត់ចេញទេបាទគឺយើងសរសេរខុសគឺខុសគ្នាក៏ប៉ុន្តែបើសិនជាខ្ញុំយកពាក្យដំឡៃហ្នឹងបាទខ្ញុំយកទៅកណនា phonetic symbol នៃពាក្យទាំងពីរហ្នឹងរាយឬក៏តម្រួតអញ្ចឹងយើងយក phonetic symbol ទៅប្រៀបគ្នាគឺវាគួរតែដូចគ្នាដោយសារពាក្យហ្នឹងយើងសរសេរខុសគ្នាតែយើងអានបញ្ចេញសលេងដូចគ្នាបន្តមកទៀតបាទដូចគ្នាដែរបាទខ្ញុំបានបង្រៀន model មួយដែលយើងអាចបើសិនជាខ្ញុំដាក់ប្រយោគភាសាខ្មែរទៅបាទខ្ញុំអាចដឹងថាតើនៅក្នុងប្រយោគហ្នឹងពាក្យណាគឺជានាមគឺជាចត្រាពាក្យផ្សេងហើយពាក្យណាគឺជានាមសំដៅទៅលើឈ្មោះឬក៏យើងហៅថាអសាធារណនាមហើយជាចុងក្រោយបាទដើម្បីអាចឲ្យយើងកំណត់ថាតើពាក្យណាដែលយើងគួរតែយកទៅកែអក្ខរាវិរុទ្ធបានយើងត្រូវការភាសាគំរូដូចក្នុងន័យខ្ញុំក៏បានប្រមូលទិន្នន័យបាទភាគច្រើនមិនល្អប្រហែលទេបាទទិន្នន័យហ្នឹងគឺភាគច្រើនប្រមូលពី website សារព័ត៌មានអញ្ចឹងដូចឯកឧត្តមបានលើកឡើងពីដំបូងបាទ AI វាគុណភាពដែលវាអាចផលិតបានអាស្រ័យទៅលើ input ដែលយើងយកទៅ train អញ្ចឹងដោយសារប្រភពទិន្នន័យដែលខ្ញុំយកមកនេះភាគច្រើនគឺជាព័ត៌មានអនឡាញអញ្ចឹងខ្ញុំមិនអាចថា model ហ្នឹងគឺ the best ទេក៏ប៉ុន្តែប្រហែលជាអាចទទួលយកបានអាចប្រើប្រាស់បានក៏អាចបញ្ជាក់ថាគំនិតហ្នឹងវា work and ក្នុង language model ហ្នឹងអ្វីដែលវាធ្វើបាទវាយក input ជា input ហ្នឹងបាទគឺប្រយោគភាសាខ្មែរបន្តមកទៀតវាកណនាចេញជា probab ថាតើប្រយោគហ្នឹងបាទមាន probab ទាបឬក៏ខ្ពស់បាទអញ្ចឹងបើសិនជាខ្ញុំយកផ្គុំជារួមនៅក្នុងដំណោះស្រាយថ្មីដែលយើង propose ហ្នឹងបាទយើងចាប់ផ្ដើមដំបូងដោយយើងយកប្រយោគភាសាខ្មែរមួយបាទអាចជាប្រយោគឬក៏អាចជាកថាខណ្ឌបើសិនជាកថាខណ្ឌយើងបំបែកជាប្រយោគទៅបាទហើយយើងយកប្រយោគហ្នឹងរួចយើងយកទៅបំបែកចេញជាពាក្យសម្រាប់ពាក្យមួយបាទយើងកំណត់ថាតើពាក្យហ្នឹងគឺជាអសាធារណនាមឬក៏មិនមែនទេអញ្ចឹងដោយប្រើ model name entity recognition ដែលយើងបានបរៀនហើយអញ្ចឹងសម្រាប់ពាក្យដែលមិនមាននៅក្នុងវចនានុក្រមមានន័យថាពាក្យហ្នឹងគឺជាពាក្យខុសអញ្ចឹងយើងនឹងព្យាយាមស្វែងរកពាក្យនៅក្នុងវចនានុក្រមដែលអាចយកទៅជំនួសពាក្យដែលសរសេរខុសបានដោយអាស្រ័យទៅលើទម្រង់សរសេរហើយនឹងសំឡេងនៃការសរសេរនឹងជាចុងក្រោយបាទដើម្បីអាចឲ្យយើងបន្ទាប់ពីយើងស្វែងរកមកបាទយើងអាចឃើញមានពាក្យ4 5ឬក៏10ពាក្យដែលអាចយកមកជំនួសពាក្យដែលយើងសរសេរខុសអញ្ចឹងដើម្បីរកពាក្យមួយដែលយើងអាចយកទៅជំនួសបានអញ្ចឹងយើងប្រើភាសាគំរូដើម្បីកណនា probab ថាតើពាក្យណាដែលមាន probab ខ្ពស់ដែលធ្វើឲ្យប្រយោគហ្នឹងយើងកែឲ្យវាមានន័យពេញលេញអូខេក្នុងន័យនេះខ្ញុំចង់បង្ហាញយើងកែក៏ប៉ុន្តែពាក្យថាត្រូវអក្ខរាវិរុទ្ធមិនមែនមានន័យថាធ្វើឲ្យប្រយោគនឹងមានន័យពេញលេញទេដើម្បីឲ្យប្រយោគនឹងមានន័យពេញលេញតើតែយើងគិតលើដើម្បីគិតលើអត្ថន័យតើតែយើងមានភាសាគំរូបាទអញ្ចឹងបាទនេះគឺជាអ្វីដែលយើង propose ហើយដើម្បីអាចឲ្យយើងដឹងថាអ្វីដែលយើង propose ហ្នឹងវាត្រូវឬមិនត្រូវលុះត្រាតែយើងមានទិន្នន័យយកទៅវាយតម្លៃភាពត្រឹមត្រូវសុក្រិតភាពវាក្នុងន័យហ្នឹងបាទខ្ញុំចាប់ផ្ដើមប្រមូលខ្ញុំមានលក្ខហត្ថការខ្ញុំឲ្យគាត់ប្រមូលពាក្យដែលយើងទៅសេខុសជាទូទៅបាទនៅក្នុងភាសាខ្មែរអញ្ចឹងខ្ញុំប្រមូលបានឧទាហរណ៍ថា 3-400 ពាក្យទៅអញ្ចឹងសម្រាប់ពាក្យមួយសេខុសខ្ញុំត្រូវការខ្ញុំយកខុសហ្នឹងបាទខ្ញុំយកទៅបង្កើតទៅជាប្រយោគពេញលេញដើម្បីអាចឲ្យយើងតេស្តមើលថាតើដំណោះស្រាយយើងវាត្រឹមត្រូវឬក៏អត់អញ្ចឹងដើម្បីអាចបង្កើតប្រយោគពេញលេញខ្ញុំប្រើភាសាគំរូ Claude បាទ so Claude ហ្នឹងដូចជា ChatGPT អញ្ចឹងបាទខ្ញុំឲ្យពាក្យខុសមួយយ៉ាងទៅខ្ញុំប្រាប់វាថាឥឡូវប្រើពាក្យខុសហ្នឹងបង្កើតប្រយោគពេញមួយមកអញ្ចឹងដូចដែលខ្ញុំបានបង្ហាញខ្ញុំប្រហែលជាមាន 3-4-500 ពាក្យចាប់ផ្ដើមពីពាក្យហ្នឹងខ្ញុំបង្កើតប្រយោគខុសបាទប្រយោគដែលមានពាក្យខុសហ្នឹងបាទ 4-500 ប្រយោគមកហើយបន្តមកទៀតយើងយកប្រយោគដែលខុសហ្នឹងបាទយើងយកទៅ run ទៅ process
ជាមួយនឹងដំណោះស្រាយដែលយើងលើកឡើងហ្នឹងយើងចង់ឆែកមើលថាតើពាក្យដែលខុសហ្នឹងដំណោះស្រាយយើងរកពាក្យហ្នឹងខុសហ្នឹងឃើញអត់ទី1ទី2ពេលដែលវាកែហ្នឹងគឺកែមកត្រូវដូចពាក្យដែលយើងចង់បានឬក៏អត់អញ្ចឹងសម្រាប់ការកណនាថាតើត្រូវប៉ុណ្ណាខុសប៉ុណ្ណាបាទគឺងាយស្រួលបើសិនជាយើងដាក់ប្រយោគខុសទៅវារកពាក្យខុសឃើញវាកែវាយកពាក្យមកកែហ្នឹងត្រូវដូចពាក្យយើងចង់បានអញ្ចឹងយើងសន្មតថាត្រូវហើយបើសិនជាខុសយើងកណនាខុសអញ្ចឹងយើងកណនាថាតើនៅក្នុង100ករណីយើងកែត្រូវបានប្រមាណករណីបាទខ្ញុំអត់អាននេះហ្នឹងទេបាទតារាងអ្នកនរគ្នាអាចនេះបានក៏ប៉ុន្តែជាសេចក្តីសន្និដ្ឋានយើងឃើញថាបើសិនជាខ្ញុំប្រើដំណោះស្រាយថ្មីដែលយើងបានលើកឡើងហ្នឹងយើងយ៉ាងហោចបាទយើងអាចកែយ៉ាងហោចត្រូវ 90% 94% នៅក្នុង100ករណីយើងកែកំហុសអក្ខរាវិរុទ្ធត្រូវយ៉ាងហោចក៏94ដងដែរមួយវិញទៀតបាទខ្ញុំដើម្បីតេស្តមើលថាតើដំណោះស្រាយយើងអាចកំណត់រកពាក្យដែលជាអសាធារណនាមហ្នឹងបាទជាឈ្មោះដូចលោកស្រីកនិដ្ឋារិទ្ធីអីអញ្ចឹងបាទអញ្ចឹងថាតើ model ដំណោះយើងហ្នឹងយើងអាចរកពាក្យទាំងអស់ហ្នឹងឃើញហើយយើងអាចដោយសារឈ្មោះអញ្ចឹងមានន័យថាយើងអត់គួរកែទេយើងគួរតែទុកវាដូចទម្រង់ដែលគេទៅសេហ្នឹងទៅអញ្ចឹងនៅក្នុងករណីនេះដូចគ្នាដែរបាទខ្ញុំចាប់ផ្ដើមពីឈ្មោះមនុស្សខ្មែរយើង400-500នាក់មកបាទអញ្ចឹងបន្តមកទៀតខ្ញុំឲ្យ Chat GPT ឬក៏ Cloudy ហ្នឹងបាទ Large Language Model ហ្នឹងបាទឲ្យវាយកពាក្យដែលមានឈ្មោះហ្នឹងឲ្យវាបង្កើតជាប្រយោគពេញជាភាសាខ្មែរបាទបន្តមកទៀតយើងមានប្រយោគដែលមានឈ្មោះហ្នឹងយើងយកទៅ process យើងយកទៅ run យើងយកទៅ test សាកល្បងដោះស្រាយយើងឃើញថាក្នុងករណីឈ្មោះបាទជាទូទៅយើងកំណត់ដឹងថាឈ្មោះស្ទើរតែ 100% បាទភាពត្រឹមត្រូវ accuracy ហ្នឹងបាទស្ទើរតែ 100% អញ្ចឹងកាលណាយើងដឹងឈ្មោះមានន័យថាយើងមិនចាំបាច់កែកំហុសអក្ខរាវិរុទ្ធនៅលើឈ្មោះទេហើយមួយវិញទៀតបាទខ្ញុំចង់លើកឡើងដែរជាទូទៅ Large Language Model ឬក៏ Chat GPT ហ្នឹងបាទបើសិនជាយើងប្រើ model ដែលយើងបង់លុយសម្រាប់ភាសាខ្មែរយើងបាទវាដំណើរការល្អក្រាន់បើដែរបាទអញ្ចឹងក៏ប៉ុន្តែតើតែយើងបង់លុយអញ្ចឹងខ្ញុំចំណាយលុយខ្លះបាទដើម្បី generate ដើម្បីបង្កើតទិន្នន័យដើម្បីយកមកតេស្តទាំងអស់ហ្នឹងបាទទោះជាយ៉ាងណាបាទដូចខ្ញុំលើកឡើងបញ្ហាពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរនៅតែជាបញ្ហាប្រឈមវាមិនមែនជា solve problem ទេបាទនៅក្នុងការស្រាវជ្រាវបាទបើសិនជាវាជាបញ្ហាដែលគេដោះស្រាយមានន័យថាយើងអត់ចាំបាច់ធ្វើអីទៀតទេបាទក៏ប៉ុន្តែដោយឡែកសម្រាប់ភាសាការពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរនៅតែជាបញ្ហាប្រឈមនេះគឺជាទស្សនៈផ្ទាល់ខ្លួនដោយសារទី1បាទកាលណាយើងមានប្រយោគយើងត្រូវបំបែកប្រយោគនឹងទៅជាពាក្យក៏ប៉ុន្តែអាជាបញ្ហាដូចជាពងមន់និងមន់អញ្ចឹងក្នុងន័យថាពងមន់និងកូនក្នុងន័យថាកាលណាយើងមានកំហុសអក្ខរាកាលណាយើងមានកំហុសបើសិនជាយើងបំបែកពាក្យខុសអញ្ចឹងយើងយកទៅកែយ៉ាងម៉េចកែក៏ខុសដែរព្រោះអីបាទយើងបំបែកខុសហើយយើងវាអត់មានអត្ថន័យអីដើម្បីទៅកែទេទី1ទី2ដោយសារកំហុសអក្ខរាវិរុទ្ធវាធ្វើឲ្យអា model បំបែកពាក្យហ្នឹងវាខុសវិញអញ្ចឹងអាបញ្ហាពីរហ្នឹងវាទៅមកបាទយើងហៅថា circular problem វាទៅវិញទៅមកក្នុងន័យហ្នឹងបាទជាទិសដៅទៅមុខសម្រាប់អ្នកស្រាវជ្រាវបាទយើងគួរតែចាប់ផ្ដើមធ្វើឲ្យប្រសើរឡើងនៅ model បំបែកពាក្យភាសាខ្មែរយើងបើសិនជាឥឡូវគេអាចយកឧទាហរណ៍ថាយើងទទួលបាន 99% អញ្ចឹងអ្នកស្រាវជ្រាវផ្សេងទៀតបាទគួរតែព្យាយាមធ្វើម៉េចឲ្យស្ទើរតែដល់ 100% ក្នុងន័យទី2model ដែលយើងយកទៅកំណត់ថាពាក្យណាជាអសាធារណនាមឬក៏មិនមែនគឺនៅមានកម្រិតនៅឡើយបាទនៅក្នុងន័យហ្នឹងយើងគួរតែព្យាយាមធ្វើឲ្យប្រសើរឡើង model ដែលយើងហៅថា name entity recognition model ហ្នឹងដោយព្យាយាមប្រមូលទិន្នន័យឲ្យបានកាន់តែច្រើនបាទពីព្រោះឈ្មោះមនុស្សយើងបាទផ្លាស់ប្ដូរឈ្មោះទីកន្លែងផ្លាស់ប្ដូររាល់ថ្ងៃអញ្ចឹងបើទិន្នន័យដែលខ្ញុំ
បង្រៀន5ឆ្នាំមុនបាទមកកំណត់ឈ្មោះបច្ចុប្បន្នបាទឈ្មោះខ្មែរយើងបច្ចុប្បន្នអ្នកខ្លះមានកូនឈ្មោះ Alex មាន Robert អីចឹងបាទវាប្រហែលជាវាអត់ស្គាល់អីទេអូខេ and ទី3បាទគឺភាសាយើងត្រូវមានភាសាគំរូយើងហៅថា language model សម្រាប់ភាសាខ្មែរហ្នឹងបាទយើងត្រូវតែមាន language model មួយដែលខ្លាំងដែល robust ដែលមានភាពត្រឹមត្រូវខ្ពស់នៅក្នុងន័យហ្នឹងមានន័យថាដើម្បីបង្រៀន model language model មួយដែលខ្លាំងដែលខ្ពស់យើងត្រូវការទិន្នន័យដែលមានគុណភាពខ្ពស់ដូចគ្នាដែរ and ជាចុងក្រោយបាទនៅក្នុងការងារស្រាវជ្រាវយើងអាចគិតថាយើងអាចគិតទៅលើដំណោះស្រាយប្រហែលជាយើងគិតថាវាល្អបំផុតដែលអត់មានពីណាគេធ្លាប់ធ្វើក៏ប៉ុន្តែដើម្បីអាចឲ្យយើងវិតម្លៃថាវាល្អឬក៏មិនល្អលុះត្រាតែយើងមានទិន្នន័យគោលមួយដែលខ្ញុំអាចយកទៅប្រៀបធៀបក្នុងន័យនេះដែរបាទយើងគួរតែអភិវឌ្ឍទិន្នន័យគោលមួយដែលអ្នកស្រាវជ្រាវខ្មែរគ្រប់គ្នានៅពេលដែលគាត់អភិវឌ្ឍស្រាយអក្ខរាវិរុទ្ធគាត់យកទិន្នន័យហ្នឹងទៅប្រៀបធៀបថាដំណោះស្រាយគាត់ទទួលបានកម្រិតភាពត្រូវប្រមាណភាគរយនៅលើទិន្នន័យគោលបានយើងដឹងថាដំណោះស្រាយយើងវាមានប្រយោជន៍វាល្អជាងអ្នកមុនកម្រិតណាអាហ្នឹងវាផ្ដល់ទិសដៅមួយសម្រាប់ការស្រាវជ្រាវឲ្យយើងកាន់តែមានប្រសិទ្ធភាពបាទជាចុងក្រោយបាទខ្ញុំសូមអរគុណដល់អង្គសិក្ខាសាលាទាំងនេះបាទ